បងចង់ញ៉ាំមាន់ចំហុយដូងហើយដូងគឺជាដូងស្រស់របស់ចកាម្ដាយបងថ្ងៃនេះបំពេញតួនាទីជាស្រីគ្រប់លក្ខអូយស្អីទេអញវែងឆ្ងាយណាស់ថ្ងៃនេះគឺលក្ខណៈថាសុំធ្វើម្ហូបបែបតាមស្រុកស្រែបងប្អូនហើយគ្រឿងទាំងអស់នេះគឺបេះផ្ទាល់ពីចការបស់ម៉ាក់បងមិត្តផ្ទាល់តែម្ដងរបស់ស្រស់អត់មានសារធាតុគីមីឬក៏ដាំដោះពីប្រទេសណាទេគឺដីនៅក្រៅប្រសិទ្ធតែម្ដងបងប្អូនហើយនិយាយពីថាថ្ងៃនេះហៅលោកពូលោកមីងលោកពូលោកមីងមិនហៅពូហៅមីងមកជុំគ្នាធ្វើមាន់ឲ្យគាត់ហូបទាំងអស់គ្នានិយាយពីថាថ្ងៃនេះសូមអួតស្នាដៃខ្លួនឯងម្ដងចង់ឲ្យថាមិនងាយណាបងប្អូនចូលមិនងាយធ្វើម្ហូបទេដោយសារតែខ្ជិលអាភាពខ្ជិលហ្នឹងហើយបានចិត្តតែគេឌីលចឹងហើយឥឡូវនេះខ្ញុំនឹងបំពេញតួនាទីជាស្រីគ្រប់លក្ខធ្វើម្ហូបឲ្យឆ្ងាញ់ហើយពូចែកមីងនៅទីនោះហូបហើយដូងនេះហ่ะបងប្អូនគឺដូងផ្អែមមែនតើដូងស្រស់ហ่ะបងប្អូនទាំងអស់គ្នាហើយគ្រឿងបងប្អូនបានឃើញវីដេអូហ្នឹងចាក់ស្ដែងហើយអត់មានអីពិបាកទេបងប្អូនទាំងអស់គ្នាហើយខ្ញុំធ្វើទឹកត្រីកោះកុងហ្នឹងជ្រលក់ញ៉ាំធម្មតាទេហើយនិយាយពីថាចោលដៃស្រស់ជើងហ่ะបងប្អូនទាំងអស់គ្នាតើយ៉ាងយូរដែរបងប្អូនមួយកាន់ហូបមួយឆ្ងាញ់ណាស់ដូងនំដូងមួយតាហូបមើលពូមកនឹងមានតែ3ដុំទេណាមើលហានក្លុកអូអានេះតែចង់luônវាតាគាត់សក់គឺអត់ដល់ហ្នឹងតោះអាហ្នឹងញ៉ាំចែកគ្នាតិចមួយម៉ាត់ណាត់ពូសង្ស័យមកវាច្រើនតែអាកាសូមបាទមែនតិចណាស់តិចទៅបើជុំបើជុំជ្រលក់ពូជ្រលក់អូឆ្ងាញ់អរគុណណាអរគុណណាគុណប៉ញ៉ាំបានម៉ាត់អ៊ុយឆ្ងាញ់បោកហ្មងអត់ទៅយូរហ៎អត់ទៅហ៎ស្រួលវិញមិនអត់ផឹកស្ទើមកមាត់មើលមាត់ទាំងហូបឆ្ងាញ់អត់ឆ្ងាញ់ចូលលេថ្ងៃមុនថឹងដាក់ទៅជ្រលក់ចិត្តតិចបងអរគុណណាស់បានធ្វើម្ហូបចាំជ្រលក់ណាណាបើកាផ្លែនេះឆ្អឹងពូទាំងអស់ហ្នឹងមកចុងក្រោយហើយនេះដឹងថាឆ្ងាញ់នេះដាក់ដល់មានជាតិឆ្ងាញ់មកណាស់មួយគេគាត់វិញដែរទៀតដល់ខ្លាំងបាទឆ្ងាញ់ពូឆ្ងាញ់ហ៎ឆ្ងាញ់លាយទៅវិញគាត់វិញមក